អរគ្នាខ្ញុំ surprise ខ្លាំងមែនតើនៅលើកោះរងកដាលតែមានគេសាងសង់ប្រាសាទខ្ញុំ surprise ខ្លាំងហ្នឹងដោយសារខ្ញុំអត់ expect ថាខ្ញុំមកកោះមើលសមុទ្រប៉ុន្តែវាបានឃើញអស់នេះគិតថាប្រាសាទភិកច្រើននៅខេត្តដីគោកនៅសៀមរាបអញ្ចឹងនេះមកកោះរងសន្លឹងឃើញគេមាន ticket មួយប្រាប់ថាវាអាចឡើងទៅមើលរូបសំណាកមានច្រើនគាត់ទៅមើលហើយក៏ឃើញរូបសំណាកហ្នឹងមែនគឺគេសាងសង់រចនាបថអីបែបខ្មែរជំនាន់មុនតែមិនស្រួលថាវាធ្វើតាំងជំនាន់ណាអាហ្នឹងអត់ដឹងច្បាស់ Anyway welcome back to episode នៃការ solo trip របស់ខ្ញុំនៅកោះតែមានតែការទុកចោលយូរតែម្ដងព្រោះនេះកាត់នេះខ្ជិលតែអារម្មណ៍ល្អតែអារម្មណ៍វាអត់ល្អសោះអញ្ចឹងក៏សម្រេចគិតកាត់ឥឡូវទៅឲ្យតើឥឡូវទស្សនាជីវិតខ្ញុំថ្ងៃបន្ទាប់នៃ solo trip ចឹងតសាច់ពេលដែលចុះពី boat trip ហើយមានគោយន្តដឹកភ្ញៀវទៅតាមកន្លែងគេងរៀងខ្លួនចឹងតែពេលម្ដងនឹងយកអញ្ចឹងគោយន្តនឹងជីកនៅកណ្ដាលព្រៃអញ្ចឹងសួរថាព្រឺអត់ព្រឺតែមើលពួកបរទេសគេអត់មានខ្វល់ចឹងក៏រៀងធូរចិត្តតាមនឹងដែរចឹងជីចុះជីឡើងប្រហែលជាកន្លះម៉ោងយើងបានម្ដងឆ្នេរនេះ feeling កក់ក្ដៅ100%ចឹងពេលដល់ឡើងគេបានវិទឹកមួយអីហើយក៏ចេញមកញ៉ាំអីហើយដោយសារខ្ញុំស្គាល់អ្នកដែលដើរទៅ boat trip ចឹងក៏ណាត់គ្នាថាគាត់គេងចិត្តនឹងដែរគាត់មកអង្គុយញ៉ាំអីមួយយើងដែរមើលគាត់ទៅរៀងស្រួលនិយាយគ្នាលេងដែរចឹងយើងក៏និយាយលេងមកគាត់អីហើយបាន order មកហូបឆ្ងាញ់ៗដែរផឹកបៀអស់ម្នាក់មកបានយើងតទៅញ៉ាំ cocktail ទៀតចឹងហើយបន្ទាប់ពីយើងទៅ Sunset Beach និយាយទៅត្រូវដើរទៅឆ្ងាយដែរទៅរុកព្រៃចឹងព្រោះដោយសារយើងត្រូវទៅឆ្នេរម្ខាងទៀតហើយនៅនឹងមានកន្លែងផ្សេងៗច្រើនតែគ្រាន់ខ្ញុំអត់ច្បាស់ខ្ញុំទៅសិមគេ explore អីចឹងណាទៅឃើញអីមើលហ្នឹងកុំឲ្យតែគេចាប់ឥឡូវសុំធ្វើ outfit check មួយគ្រីងខ្លួនឯងមកនិយាយមែនតោះ turn around បងមើល turn around បងមើល better hooks up the graveជាផ្លូវដែលត្រូវដើរទៅនឹងនិយាយទៅស្រួលហោដែរទេគេមានបាញ់ព្រួយផ្លាត់រហូតទេហើយនេះគឺជា foreigner ដែលខ្ញុំស្គាល់នៅគាត់ទៅនឹងដែរអញ្ចឹងយើងដើរទៅមួយគ្នាបដៅនិយាយទៅគាត់មកដើរលេងនេះ solo ហើយគាត់ដើរច្រើនប្រទេសគាត់ថានឹងជាទម្លាប់គាត់ទៅការងារគេធ្វើបានលុយច្រើនគឺការបន្តិចដើរលេង follow IG ឃើញគាត់ដើរលេងមួយផ្លូវគេដើរទៅវាមានព្រៃមានអីអញ្ចឹងតែជាអត់សូវពិបាកដើរបដាយើងដាក់បទចម្រៀងស្ដាប់អីអញ្ចឹងសាច់ដើរចង់កន្លះម៉ោងជាងដល់ Sunset Beach នេះគឺ vibe គេមួយយ៉ាងទៀតហើយបាត់រឿងដំបូងគេគឺទឹកថ្លាដូចកញ្ចក់និយាយទៅមើលឃើញដូចត្រីហោះអញ្ចឹងមិនមែនត្រីហែអត់សូវមានគេលក់មាន restaurant មានអីទេមានមួយអីពីរអីដែលគេធ្វើជាលក្ខណៈអង្គុយអានសភៅមើលទេសភាពអីញ៉ាំ drink ទីទួចហើយមើលទឹកនិយាយទៅគឺឆ្លោះឃើញដល់បានគឺវាថ្លាហោអីនិយាយថ្លៃអត់មាននិយាយទៅគឺមានជាការសប្បាយរីករាយក្នុងការមើលទឹកនិយាយទៅស្អាតខ្លាំងហ្មងហោអីថ្លៃអត់មានបាទខ្ញុំធ្វើការបញ្ឈរកាមេរ៉ាគឺមានជាភ្ញៀវស្វាគមន៍ណែហមអីហមទៅអត់ខ្វល់តែពិតតែ just being friendly ចឹងអាវៈនេះគឺអត់សំដែងទេគឺអង្គុយអានសភៅ ហើយ rec កាមេរ៉ាចោលជាងចង់យកមកមិននឹងដែរពេលហ្នឹងគឺអត់មានអ៊ីនធឺណិតអីទេមនុស្សភាគច្រើនគេទៅហាត់ថ្ងៃសន្តានគេហ្នឹងហើយនឹងគេអានសភៅចឹងគេ just having a slow days and very relaxing more enjoy នៅនឹងហើយយើងក៏បានទៅទីតាំងបន្តដែលកន្លែងនេះគេហៅប្រាសាទអីភ្លេចឈ្មោះបាត់ពេលហ្នឹងមើលតាម Google Map ហើយគឺមានជាការ surprise ដែរដែលគេមានប្រាសាទអីនៅលើកោះយ៉ាងហើយឡើងលើហ្នឹងយើងអស់តែ 10000 រៀលទេហើយឡើងទៅវាមានរូបសំណាកតែវាមិនមែនជាប្រាសាទ structure អីធំទេច្រើនជាផ្ទាំងថ្មធំដែលគេឆ្លាក់ដូចនៅប្រាសាទដែរអត់ដឹងតាំងពីសម័យណាតែមើលទៅដូចមិនយូរណាស់ទេចឹងដើរចុះដើរឡើងនៅលើភ្នំហ្នឹងយើងឃើញកន្លែងនេះមួយដែលផ្លាកគេថា Sunset View Point ដំបូងឃើញអត់ expect ថា view វាស្អាតខ្លាំងចឹងម៉ែគ្រាន់តែដើរទៅដល់កន្លែងហ្នឹងវាដូច cliff មួយដែលវាមើលទៅឃើញ view 360 degree ហើយ view វិញគឺរហពាកថ្លៃអត់បានគឺវាស្អាតខ្លាំងហ្មងនិយាយទៅដូចគំនូអញ្ចឹងនិយាយទៅពេលដែលខ្ញុំឈរមើលពីលើហ្នឹងគឺភ្នែកយើងដូចឆ្ងាញ់វាជាចំណីមួយដែលមើលហើយគឺឈរញ៉ាំហ្មងព្រោះសារទឹកសមុទ្រហ្នឹងវាថ្លាស្រាប់ហើយប៉ុន្តែយើងមើលពីលើទៅហើយវាមានឃើញថ្មនៅក្រោមសមុទ្រហ្នឹង view ខាងលើទៀតនិយាយទៅអត់ដឹងថា explain មកចេះដឹងថាស្អាតខ្លាំងបើនិយាយ honest feeling ហ្មងគឺមកជីវិតលើកទី1ដែលឃើញសមុទ្រស្អាតអញ្ចឹងចឹងបន្ទាប់ពីហ្នឹងឲ្យបានថតវីដេអូអីច្រើនទេគឺយើងមកឆ្នេរមួយទៀតតែផ្លេចឈ្មោះបាត់តែឆ្នេរមួយហ្នឹងគឺមានកន្លែងមួយដែលលក់ម្ហូបឆ្ងាញ់ព្រោះនៅហ្នឹងភាគច្រើនអឺរ៉ុបតែកន្លែងហ្នឹងគឺមានម្ហូបអាស៊ីដែលយើងអាចញ៉ាំទៅឆ្ងាញ់ញ៉ាំនៅហ្នឹងហើយក៏យើងបែកផ្លូវគ្នាមក slow day ចឹងខ្ញុំហៅបៀមួយកៅតាមរៀលឯអ្នកនរគ្នាហើយកន្លែងខ្ញុំគេងហ្នឹងគឺគេមាន restaurant នៅមុខហ្នឹងអង្គុយជាប់សមុទ្រហ្មងចឹងដាក់បៀមួយកៅអង្គុយ enjoy slow day អញ្ចឹងណាស្ដាប់បទចម្រៀងហើយញ៉ាំបៀមើលហើយអានេះបានសម្ដែងគឺសភៅហ្នឹងខ្ញុំអត់បានមើលគឺយកមកថតវីដេអូសតបាទធ្វើ vlog ចឹងជីវិតបន្តមកទៀតពេលយប់គឺអង្គុយសុកគឺមាន foreigner មកក្រុមគាត់ហៅយើងលេងបៀគាត់ហ្នឹងទៅ
ណងសាហាវឈ្មោះអីភ្លេចបាត់ឯដឹង Hunter Fighter តែភាគច្រើន it about general knowledge រៀបថាយើងបានខាត់ណាអញ្ចឹងយើងត្រូវ follow តាម rule គេដូចលេខ10យើងរាប់ឈ្មោះប្រទេសបាន5ដែលផ្ដើមដល់អក្សរ C អញ្ចឹងទៅហើយបើយើងរាប់អត់បានទេគឺមាន mechanic របៀប nominate like that game is so interesting ហើយពួកហ្នឹងក្មេងហើយបកែផឹកគឺមានជាការចិនរោម្នាក់ម្ដង Gensburg អីហ្នឹងគឺ Cambodia B អីគឺមានទាំងអស់គឺពួកហ្នឹងផឹកទាំងអស់ហើយរឿងរហួសចិត្តមួយទៀតហ្នឹងគឺ3នាក់គាត់អង្គុយជុំគ្នាហ្នឹងគឺគាត់ solo ទាំងអស់ប៉ុន្តែគ្រាន់តែគាត់មកស្គាល់គ្នាពេលដែលមកនិយាយទៅ story គេ is very interesting ហើយពេលដែលគាត់ឃើញអង្គុយម្នាក់ឯងហ្នឹងគឺគាត់ហៅចូលមកលេង1ម៉ោងអែនអញ្ចឹងអូចេញម៉ោងខ្ទង់ម៉ោង3កន្លះនេះអង្គុយចាំនៅផែចាំគេមកយកអញ្ចឹងណានិយាយទៅខ្មែរ2-3% ទេសត្វវត្តហើយដល់ពេលទៅវិញហើយតែសំបីតាម view ពេលដែលយើងជិះទៅវិញហ្នឹងក៏ស្អាតដែរនិយាយទៅ first time ធ្លាប់ទៅម្ដងដែរតែទៅជាកោះរងតែលើកនេះទៅកោះរងសន្លឹមនិយាយទៅមើលតែទីតាំងផែនេះក៏ដឹងថាតំណងដែរតែ moment ដែលយើងឡើងលើផែហ្នឹងគឺ the journey begin ហ្មង everything is good ហើយនេះគឺជាមិត្តភក្តិខ្ញុំដែលខ្ញុំស្គាល់តាមផ្លូវយើងត្រូវបែកគ្នាហើយ bye bye ដើរលេងម្នាក់ឯងបន្តចិត្តចុះ Bye យ៉ានេះ ចឹងពីម្ដងវិញខ្ញុំសល់ពេលជាខ្ញុំមកដល់ហ្នឹងខ្ទង់ម៉ោង10អីជាងឯងអញ្ចឹងខ្ញុំសល់ពេលមួយថ្ងៃទៀតគឺខ្ញុំ enjoy នៅសេះនុហ្នឹងនិយាយទៅផ្លែកម្យ៉ាងដែរផ្លូវនៅសេះនុហ្នឹងវាស្អាតអញ្ចឹងខ្ញុំអត់ដែរម្នាក់ឯង enjoy អញ្ចឹងធ្លាប់តែមកដងរៀងធ្វើការទៅឆ្នេរហើយខ្ញុំញ៉ាំមឹកអង្គុយមាត់សមុទ្រអីចឹងគាត់និយាយក៏ជីវិតមានន័យដែរអញ្ចឹងទៅទៀតណានេះសំបីអ្នកលក់អង្កែបនៅកំពង់សោមក៏ creative ដែរអញ្ចឹងដល់អត់ទាន់ដល់ម៉ោងទៀតខ្ញុំដើរមើលធ្វើដូចអ្នកទេសចរអញ្ចឹងប៉ុន្តែលុយអស់ហើយដើរលេងចាយអស់ហើយយើងធ្វើដើរមើលគេមើលឯងអីអញ្ចឹងទៅរហូតដល់ម៉ោងទៅឥឡូវដល់ម៉ោងហើយបានចូលក្នុងឡានហើយបានមុនអនុស្សាវរីយ៍មួយដែរនៅចុងមាត់នេះស៊ីពេកអញ្ចឹងខ្ញុំទៅពេញវិញរស់នៅជីវិតធម្មតាតែសំខាន់ trip លើកនេះគឺវាអត់ស្ដាយក្រោយទេបាទវាជា solo trip មួយដែលខ្ញុំដើរបានឆ្ងាយព្រោះដោយសារត្រូវជិះទាំងកប៉ាល់ផងធ្វើបុកកន្លែងគេងផងជិះឡានរបឿនលឿនទាំងអស់ហ្នឹងគឺខ្ញុំអត់ដែរធ្វើដោយខ្លួនឯងពីមុននេះខ្ញុំធ្លាប់ទៅប៉ុន្តែទៅតាមគេតាមឯងកាងគេឬក៏ដើរលេងមួយមិត្តភក្តិគ្រួសារតែលើកនេះ I make all the reservation myself ហើយក្រៅពីហ្នឹងខ្ញុំអាចនៅម្នាក់ឯងបានច្រើនខ្ញុំអាចឃើញខ្លួនឯងថាចូលចិត្តអីស្ដាប់ទៅរៀងចូលបន្តិចប៉ុន្តែវាត្រូវបងអ្នកទាំងអស់គ្នាដែរសម័យអត់ថាបើសិនជាយើងរៀង introvert ហើយគ្រាន់តែយើងចង់របៀបនៅម្នាក់ឯងហើយធ្វើឲ្យយើងស្រឡាញ់ដោយមានអារម្មណ៍ថាអត់មានគេចាចតែអារម្មណ៍ហ្នឹងវាទៅជាដោយសារ reason ហ្នឹងបើខ្ញុំចង់ទៅហើយគឺមានអារម្មណ៍ថា peaceful មានអារម្មណ៍ enjoy a little detail ដែលយើងបានជួបនៅកោះនេះថ្មីនិយាយគេអត់ស្គាល់យើងប៉ុន្តែយើងអាចនិយាយពី topic អត់ដែរថា expect ថាយើងនិយាយវា it's about life it's about experience ហើយយើងអាចមើលឃើញជីវិតនៅជ្រុងខាងទៀតទទួលស្គាល់ថាយើងគ្រាន់តែយើងព្យាយាមរស់នៅឲ្យសុបាយចិត្តហូរលុយឲ្យបានច្រើនធ្វើការឲ្យបានល្អប៉ុន្តែយើងចេះតែភ្លេចខ្លួនថាអីដែលថាជីវិតយើងត្រូវការពិតមួយខ្ញុំជីវិតខ្ញុំត្រូវការអីពិតប្រាកដក៏ខ្ញុំអត់ច្បាស់បើទៅ trip នេះមួយគឺជារបស់មួយដែលខ្ញុំអាចថាបំពេញផាតមួយនៅក្នុងជីវិតខ្ញុំដែរព្រោះដោយសារ solo trip វាអាចបំពេញរឿងច្រើនដែលយើងអត់ដែរធ្វើយើងជួបវាអញ្ចឹងក្នុងអំឡុងពេលដែលយើងស្វែងរកខ្លួនឯងហ្នឹងបើរត់ឃើញទៅ solo trip ទៅតែមិនទៅរកខ្លួនឯងឃើញទៅជីវិតវាមានន័យជាងអត់អីឃើញអត់បានដើរលេងបាទអរគុណបាយបាយ